អបអសាទរទិវាជាតិអប់រំបណ្ដុះបណ្ដាលបច្ចេកទេសនិងវិជ្ជាជីវៈលើកទី8ឆ្នាំ2025ក្រមប្រធានបទ TVET បង្កើតឱកាសការងារសាងក្តីសង្ឃឹមដល់យុវជនក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈសូមជម្រាបជូនដល់សាធារណជនជាពិសេសសិស្សនិស្សិតយុវជនយុវនារីឲ្យបានជ្រាបថាក្រសួងនឹងរៀបចំទិវាជាតិអប់រំបណ្ដុះបណ្ដាលបច្ចេកទេសនិងវិជ្ជាជីវៈ TVET Day លើកទី8ឆ្នាំ2025ក្រមប្រធានបទ TVET បង្កើតឱកាសការងារសាងក្តីសង្ឃឹមដល់យុវជននៅក្នុងទិវាជាតិនេះនឹងមានការតាំងបង្ហាញស្នាដៃសិស្សនិស្សិតរបស់គ្រឹះស្ថានអប់រំបណ្ដុះបណ្ដាលបច្ចេកទេសនិងវិជ្ជាជីវៈការតាំងបង្ហាញសមិទ្ធផលនានារបស់ក្រសួងស្ថាប័នក្រុមហ៊ុនឯកជនអង្គការសមាគមការទទួលបានព័ត៌មានសិក្សាអំពីកម្មវិធីបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈនិងបច្ចេកទេស1,500,000 នាក់ព័ត៌មានអាហារូបករណ៍ហើយអាចចុះឈ្មោះចូលរៀនភ្លាមៗបានដោយផ្ទាល់និងអាចមកដាក់ពាក្យស្វែងរកការងារបានភ្លាមៗជាមួយក្រុមហ៊ុនធំៗក្នុងថ្ងៃនោះផងដែរបន្ថែមពីនេះក្រសួងនឹងរៀបចំកម្មវិធីធ្វើតេស្តវាយតម្លៃទទួលស្គាល់ការសិក្សាពីមុន OPL បេក្ខជនបេក្ខនារីដែលជាប់នឹងទទួលបានសញ្ញាបត្របញ្ជាក់សមត្ថភាពផងដែរលើសពីនេះក្នុងកម្មវិធីទិវាជាតិអប់រំបណ្ដុះបណ្ដាលបច្ចេកទេសនិងវិជ្ជាជីវៈលើកទី8ក៏មានការចែករំលែកបទពិសោធន៍ពីវាគ្មិនជាតិនិងអន្តរជាតិព្រមទាំងមានកម្មវិធីកម្សាន្តសប្បាយៗជាច្រើនទៀតសូមកុំភ្លេចចូលរួមទស្សនាដោយសេរីនៅថ្ងៃទី15-16 មិថុនាឆ្នាំ2025ចាប់ពីម៉ោង8ដល់ម៉ោង20នៅមជ្ឈមណ្ឌលសន្និបាតនិងពិព័រណ៍កោះពេជ្រ TVET ជំនាញពិតជីវិតប្រសើរ